សួស្តីបងប្អូនទាំងអស់គ្នានេះគឺជានំត្រាវបំពងរសជាតិសាច់ជ្រូកចិញ្ច្រាំរបៀបធ្វើនំនេះវាស្តៀងគ្នាទៅនឹងការធ្វើសាយ៉ដែរខុសគ្នាត្រង់ថានំនេះមិនចាំបាច់ប្រើសំបកសាយ៉មកខ្ចប់ទេគឺគេសូនវាជាដុំៗរួចហើយគេយកវាទៅចៀនតែម្ដងណាគ្រឿងផ្សំប្រើសម្រាប់យកមកធ្វើនំត្រាវបំពងនេះទី1មានត្រាវ1មើមទម្ងន់របស់វា1គីឡូ3ខាំត្រាវហ្នឹងខ្ញុំយកវាមកចិតសម្បកចេញទៅរួចហើយខ្ញុំលាងទឹកវាបានស្អាតណាបន្ទាប់មកទៀតខ្ញុំយកវាមកឈូសជាសរសៃហើយសម្រាប់ការឈូសត្រាវនេះបើសិនជាបងប្អូនមានឧបករណ៍ឈូសបងប្អូនប្រើវាទៅវាលឿនជាងការដែលយើងប្រើកាំបិតឈូសអញ្ចឹងណាការធ្វើនំត្រាវនេះខ្ញុំក៏មានប្រើការ៉ុត1មើមផងដែរទម្ងន់របស់វាប្រហែលជា2ខាំដើម្បីយកពណ៌ហើយការ៉ុតហ្នឹងក៏ខ្ញុំឈូសវាជាសរសៃដូចគ្នាទៅនឹងត្រាវដែរណាខ្ទឹមបារាំងខ្ញុំប្រើ1មើមទម្ងន់របស់វាប្រហែលជា7-2ខាំខ្ទឹមបារាំងហ្នឹងខ្ញុំហាន់វាជាដុំតូចៗចឹងមកហើយបន្តមកទៀតខ្ញុំមានប្រើខ្ទឹមក្រហម1ខាំផងដែរហើយសម្រាប់ខ្ទឹមក្រហមហ្នឹងក៏ខ្ញុំហាន់វាជាដុំតូចៗដូចខ្ទឹមបារាំងដែរណាស្លឹកខ្ទឹមខ្ញុំប្រើចំនួនកន្លះខាំនៅផ្នែកគល់របស់ស្លឹកខ្ទឹមនេះខ្ញុំហាន់វាឲ្យបានស្ដើងតិចៗមកណាហើយនៅផ្នែកស្លឹកខ្ញុំហាន់វាជាកង់ៗរាងខ្លីបន្តិចទៅបង្គាក្រៀមទាំងអស់នេះវិញទម្ងន់របស់វាកន្លះខាំខ្ញុំយកវាមកដាក់ត្រាំទឹកឲ្យបានទន់ជាមុនសិនរួចហើយខ្ញុំលាងទឹកវាឲ្យបានស្អាតមកណាហើយបន្តមកទៀតខ្ញុំមានប្រើសាច់ជ្រូក3ជាន់ចំនួនកន្លះគីឡូផងដែរសាច់ជ្រូក3ជាន់នេះខ្ញុំលើយកស្បែកវាចេញអស់មកបន្តមកទៀតខ្ញុំហាន់វាឲ្យបានតូចបន្តិចទៅហើយសម្រាប់សាច់ជ្រូក3ជាន់ហ្នឹងគឺខ្ញុំត្រូវយកវាមកកិនជាមួយនឹងបង្គាក្រៀមណាឥឡូវនេះខ្ញុំចាប់ដើមលាយគ្រឿងដើម្បីធ្វើនំត្រាវហ្នឹងដោយជាដំបូងខ្ញុំយកត្រាវការ៉ុតខ្ទឹមបារាំងខ្ទឹមក្រហមហើយនិងស្លឹកខ្ទឹមមកលាយបញ្ចូលគ្នារួចហើយខ្ញុំបន្ថែមពងមាន់ចំនួន2គ្រាប់ម្សៅពោតឬក៏ម្សៅឆាចំនួន2ស្លាបព្រាបាយម្រេចម៉ដ្ឋចំនួនកន្លះស្លាបព្រាបាយម្សៅស៊ុបចំនួន1ស្លាបព្រាបាយទឹកស៊ីអ៊ីវចំនួន2ស្លាបព្រាបាយប្រេងខ្យង2ស្លាបព្រាបាយហើយនិងសាច់ជ្រូក3ជាន់ដែលបានកិនជាមួយនឹងបង្គាក្រៀមហ្នឹងខ្ញុំដាក់វាបញ្ចូលគ្នាហើយតែម្ដងណាការធ្វើនំត្រាវបំពងអញ្ចឹងខ្ញុំអត់មានប្រើស្ករទេបើសិនជាធ្វើឲ្យវាផ្អែមពេកពេលចៀនទៅវាឆាប់ខ្លោចហើយវាអត់ឆ្អិនដល់ខាងក្នុងទេណាហើយបន្ទាប់ពីបានលាយគ្រឿងផ្សំរួចរាល់ហើយខ្ញុំច្បល់បន្លែសាច់ហើយនិងគ្រឿងផ្សំទាំងអស់ហ្នឹងមកស្ទុះទៅដើម្បីឲ្យវាចូលគ្នាបានស្មើសព្វល្អចំពោះគ្រឿងផ្សំធ្វើនំត្រាវនេះពីដំបូងយើងមើលទៅឃើញច្រើនណាបងប្អូនក៏ប៉ុន្តែក្រោយពេលដែលច្បល់វាមកស្ទុះទៅវាទន់ណាហើយវាទ្រោមសតតិចជាងមុនទេហើយនេះបងប្អូនគ្រឿងទាំងអស់ហ្នឹងត្រូវលាយរហូតតតែវាចូលគ្នាបានស្មើសព្វល្អអញ្ចឹងបន្ទាប់មកទៀតខ្ញុំមានបន្ថែមជាមួយនឹងម្សៅបំពងស្រួយចំនួន1កញ្ចប់ទម្ងន់របស់វា1ខាំកន្លះម្សៅបំពងនេះគឺវាមានរសជាតិប្រៃឡំតិចហើយការដែលខ្ញុំលាយល្បាយទាំងអស់ហ្នឹងជាមួយនឹងម្សៅបំពងបែបនេះគឺដើម្បីឲ្យនំដែលចៀនចេញមកបានស្រួយល្អហើយវាអត់ជក់ខ្លាញ់ណាបន្ទាប់ពីបានលាយជាមួយនឹងម្សៅបំពងហើយខ្ញុំច្បល់គ្រឿងទាំងអស់ហ្នឹងមកស្ទុះទៀតទៅដើម្បីឲ្យវាចូលគ្នាបានស្មើសព្វកុំឲ្យម្សៅបំពងនេះវាកកនៅដុំណាល្បាយទាំងអស់ហ្នឹងនៅពេលដែលលាយរួចរាល់ហើយខ្ញុំសូនវាជាដុំតូចមកល្មមមកដើម្បីងាយស្រួលចៀនណាហើយឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ប្រេងឆាប្រហែលជាកន្លះលីត្រឲ្យបានក្តៅសិនមុននឹងដាក់ចៀននំហ្នឹងខ្ញុំធ្វើតេស្តប្រេងឆានឹងមើលសិនទៅដោយខ្ញុំដាក់ត្រាវចូលបន្តិចទៅណាបើសិនជាវាអណ្ដែតមកលើភ្លាមអញ្ចឹងមានន័យថាប្រេងហ្នឹងក្តៅមកល្មមអាចឲ្យយើងចៀននំបានទេណាហើយបន្តមកទៀតខ្ញុំបន្ថយភ្លើងឲ្យនៅកម្រិតមធ្យមសិនមករួចហើយទើបខ្ញុំដាក់នំចូលចៀនណាការចៀននំអញ្ចឹងគឺខ្ញុំប្រើកម្រិតភ្លើងមធ្យមទើបនំដែលចៀនចេញមកបានស្រួយល្អហើយវាឆ្អិនដល់ខាងក្នុងវាអត់ជក់ប្រេងណាចំពោះការចៀននំត្រាវនេះខ្ញុំចៀនវា2សាដើម្បីឲ្យវាស្រួយបានល្អហើយវាស្រួយបានយូរអញ្ចឹងហើយសម្រាប់ការចៀននំលើកទី1គឺខ្ញុំគ្រាន់តែចៀនឲ្យវាក្រៀមតិចទៅបានហើយពេលដែលវាក្រៀមបានប៉ុណ្ណឹងគឺខ្ញុំស្រង់វាចេញមកណាក្រោយពេលដែលស្រង់នំចេញម្សាហើយខ្ញុំប្រើវែកសំណាញ់ដួសយកកម្ទេចនំចេញពីប្រេងអស់សិនមកទើបខ្ញុំដាក់នំថ្មីចូលចៀនបន្តទៀតយើងធ្វើបែបនេះទើបនំដែលចៀនលើកក្រោយទៀតចៀនបានល្អវាអត់មានជាប់កម្ទេចនំខ្មៅមកជាមួយណា
នំត្រាវចៀននេះក្រោយពេលដែលបានចៀនរួចរាល់អស់ហើយខ្ញុំយកវាមកចៀនម្សាទៀតទៅដែលខ្ញុំប្រើកម្រិតភ្លើងតិចតិចល្មមណាខ្ញុំចៀនវារហូតតតែវាឡើងក្រៀមជាងនេះហើយការដែលយើងចៀនវា2ដងបែបនេះគឺដើម្បីឲ្យនំដែលចៀនចេញមកហ្នឹងវាស្រួយបានល្អហើយវាស្រួយបានយូរទៀតតែប៉ុណ្ណេះការធ្វើនំត្រាវបំពងរសជាតិសាច់ជ្រូកចិញ្ច្រាំហ្នឹងគឺបានធ្វើរួចរាល់ហើយនៅពេលញ៉ាំនំត្រាវបំពងនេះបងប្អូនអាចបន្ថែមជាមួយនឹងទឹកម្ទេសដែលមានរសជាតិជូរផ្អែមតិចតិចបន្ថែមទៀតដើម្បីឲ្យនំនេះកាន់តែមានរសជាតិឆ្ងាញ់ណាហើយខ្ញុំសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូមួយនេះសូមអរគុណច្រើនសម្រាប់ការទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយទៀត